mà ngày món gì phải tha cái đau lòng trong cloud mongแต่มาอย่างนี้คือថាភ្លៀងហើយក៏សតុំពេលអញ្ចឹងទៅរៀងត្រជាក់ខ្លះហើយឃើញថតឃើញអីហ្នឹងអត់ដឹងថតអីឲ្យមើលទេមានតែតំណាំក្នុងផ្ទះនេះឯងហើយនេះមិញថតឲ្យមើលហ្នឹងអាហ្នឹងអានងទូចក្តើបទេទៅតិចទៀតបានទុកស្លងរួចមកពេលហើយនេះកូនស្បៃខ្ញុំអត់ដឹងថាស្បៃអីដែរទេព្រោះបងថ្លៃខ្ញុំគាត់អ្នកដាំនិយាយទៅដីក្រោយផ្ទះហ្នឹងគឺខ្ញុំប៉ាម៉ាក់ខ្ញុំអីពីមុនធ្លាប់ដាំតកូនតែឥឡូវគ្មានដែរប៉ះទេមានតែបងថ្លៃខ្ញុំឯងគាត់ដាំនេះដាំនោះហើយនេះតកូននិយាយថាដាំលើកមុន2រងឥឡូវសល់តែ1រងឯទុកក្រែងថ្ងៃណាត្រូវការស្លអីអញ្ចឹងក៏យកមកឡទៅហើយអានេះគឺត្រើងឃ្លោកប៉ុន្តែថាប្រហែលថ្ងៃមុនក្តៅខ្លាំងពេកឡើងឡោកហើយមានណាងាប់អស់លេងហើយនេះល្ហុងផ្ទះខ្ញុំណាគ្នាមានឡើងច្រើនដើមតែណានេះកូនដើមទូចតែបានក្តឹប2បាត់ហើយអានេះវិញគឺដើមល្ហុងឈ្មោលនិយាយមែនខ្ញុំអត់ដែលឃើញសោះថាល្ហុងឈ្មោលមានផ្លែបានតែនេះផ្លែខុសពីល្ហុងញីគឺវាផ្កាឡើងវែងហើយបានវាចេញផ្លែតាមក្រោយហើយបងអានេះវិញអត់ដឹងដើមអីទេហើយបើដើមនេះគេដើមត្រចៀកជ្រកចាដើមថ្នាំហ្មងតិចទៀតបេះផុកហើយព្រោះអស់ថ្នាំលេបហើយបងនេះវិញគឺជាដើមជភ្លូមិនមែនដើមម្លូទេកុំយល់ច្រឡំពីក្មេងខ្ញុំយល់ច្រឡំមែនតើពួកអីលឹកវាក៏ដូចគ្នាឈ្មោះវាក៏ដូចគ្នាពេលម៉ាក់ខ្ញុំប្រាប់ថាដើមហ្នឹងជាដើមជភ្លូប៉ុន្តែវាស្តៀងគ្នាចុះខ្ញុំគាត់ថាវាជាដើមម្លូតែតាមពិតអានេះគេមិនញ៉ាំដូចម្លូទេគេញ៉ាំធ្វើលក្ខណៈលក់ជាមួយនំបាញ់ឆែវតែឥឡូវធំហើយលែងច្រឡំដូចកាលនៅក្មេងទៀតហើយមកមើលមាន់នេះកន្លែងមានត្រឹមត្រូវមិនទៅទេមកឡើងលើចុងដើម7នេះទាំង2ទាំង3ក្បាលនេះហើយគឺនៅក្រោយផ្ទះខ្ញុំកន្លែងវារៀងតូចចឹងទៅមានពាងមានតំណាំមានអីចឹងវារៀងចៀតហើយនេះមាន់អ្នកគ្នាពាងហ្នឹងបងថ្លៃខ្ញុំគាត់ធ្លាប់ដាក់ឲ្យវានៅក្នុងហ្នឹងតែឥឡូវវាធំហើយចឹងទៅភ្លៀងមកលិចទៀតនៅក្រោយផ្ទះគឺថាមានភាពញ៉ៃញ៉ៃខ្លាំងមែនតើហើយអីហ្នឹងឡើយថាគ្រប់ចម្រុះអានេះស្លឹកផ្ទីហើយអានេះវិញគឺស្លឹកបាសអ្នកគ្នាចង់លបហើលស្លអត់ខ្វះទេមិនបាច់ទៅទិញណាឆ្ងាយទេបេះទៅនៅផ្ទះយកបន្លែយកតំណាំអស់បងអានេះវិញគេហៅថាជីស្ដេចសោយអ្នកគ្នាដែរឃើញដែរញ៉ាំអត់តែខ្ញុំមានមួយចំភ្លុំខ្វះទេតែអត់សូវដែរញ៉ាំហើយនេះមាន់ចឹកឡើងខ្ទេចហើយតាមពិតលឹកគេរៀងធំប៉ុនមេដៃកូនដៃដែរហ្នឹងណាហើយឥឡូវមេចាប់ដើមងដែរខ្ញុំរកចូលផ្ទះចូលអីហើយមេភ្លៀងចេះយប់ហ្នឹងដឹងតែដេកគ្មានងើបទេចាំមើលទៅ